សួស្តីក៏ដូចជាស្វាគមន៍បងប្អូនអរគ្នាបាទថ្ងៃនេះដែរគឺខ្ញុំធ្វើវីដេអូថ្មីមួយដើម្បីបង្ហាញទៅកាន់បងប្អូនដៃថ្មីដែលភាគច្រើនជាភ្ញៀវរបស់ខ្ញុំណាហើយវីដេអូនេះក៏ជាវីដេអូទី1ដែរដែលខ្ញុំធ្វើការបង្ហាញនៅលើ Channel YouTube អញ្ចឹងណាដោយសារតែមានបងប្អូនដៃថ្មីភាគច្រើនគាត់អត់ទាន់ចេះឬក៏រៀបចំ Channel YouTube ឲ្យបានត្រឹមត្រូវតាមស្តង់ដារនៃ YouTube ណាហើយដើម្បីផុសឲ្យមាន view ឲ្យបានត្រឹមត្រូវពាក់ព័ន្ធនឹង Channel YouTube ខ្ញុំនឹងធ្វើការធ្វើវីដេអូបង្ហាញទៅលើ Channel ផ្ទាល់ខ្លួនរបស់ខ្ញុំនេះអញ្ចឹងបងប្អូនអរគ្នាចូលរួម Subscribe ក៏ដូចជាតាមដាន Channel របស់ខ្ញុំម្នាក់មួយផងហើយសម្រាប់វីដេអូនេះដែរគឺសម្រាប់បងប្អូនដៃថ្មីហើយសម្រាប់បងប្អូនដៃចាស់ដែលចេះហើយបើរំលងក៏រំលងទៅអញ្ចឹងណាសម្រាប់បងប្អូនដៃថ្មីគឺបន្តតាមដានជាមួយខ្ញុំបន្តិចទៀតអញ្ចឹងសម្រាប់ Channel YouTube ខ្ញុំអត់ធ្វើការបង្ហាញការបង្កើតទេខ្ញុំគិតថាបងប្អូនចេះហើយបងប្អូនគ្រាន់តែមាន Gmail ហើយ create YouTube ទៅសរសេរឈ្មោះឲ្យបានត្រឹមត្រូវតាមបងប្អូនឲ្យចង់បានទៅគឺបង្កើតបានហើយអញ្ចឹងណាហើយថ្ងៃនេះគឺខ្ញុំបង្ហាញអំពីការរៀបចំ Channel YouTube បានស្តង់ដារបន្ទាប់ពីយើងបង្កើតបានអញ្ចឹងដំបូងគឺបងប្អូនចូលនេះកន្លែង profile Channel YouTube របស់យើងមកទី1ទី2បងប្អូនចូល YouTube Studio អូខេបន្ទាប់ពីបងប្អូនចូល YouTube Studio ហើយឃើញផ្ទាំងបានប៉ុណ្នេះបងប្អូនមើលមកក្រោមកន្លែង profile របស់យើងឆ្វេងដៃនេះមានពាក្យមួយ customize អញ្ចឹងបងប្អូនចុចមកអូខេពាក់ព័ន្ធនឹងការរៀបចំ Channel YouTube របស់យើងឲ្យបានត្រឹមត្រូវនឹងស្តង់ដារតាមគោលការណ៍របស់ YouTube មាន2ចំណុចធំទី1កន្លែង Customize នេះទី2កន្លែង Setting ឥឡូវខ្ញុំបង្ហាញកន្លែង Customize នេះមួយកន្លែង Customize វាមាន2 Profile ហើយនិង Home tab អញ្ចឹងកន្លែង Profile នេះវាមានទី1 banner ហ្នឹងបើធៀបមួយ Facebook របស់យើងដូច cover អញ្ចឹងយើងដាក់រូបភាពដែលយើងចង់ដាក់ background ខាងក្រោយហ្នឹងទៅហើយមាន profile អញ្ចឹងណាហើយនេះឈ្មោះ channel របស់ខ្ញុំអូខេហើយកន្លែង description បងប្អូនដាក់ទៅតាមគោលបំណងដែលបងប្អូននឹងធ្វើ content ណាហើយសម្រាប់ content របស់ខ្ញុំលើ channel នេះគឺខ្ញុំបង្កើត channel នេះដើម្បីធ្វើវីដេអូបង្ហាញសម្រាប់បងប្អូន YouTube របស់យើងជាពិសេសដៃថ្មីដែលគាត់មិនទាន់យល់ឬក៏គាត់ចង់ស្វែងយល់រៀនសូត្រពី YouTube ខ្ញុំនឹងបង្ហាញនៅលើ channel មួយនេះហើយបងប្អូនចូលរួម Subscribe ទាំងអស់គ្នាទៅសម្រាប់បងប្អូនដៃថ្មីហ្នឹងហើយកន្លែងនេះគឺកន្លែង add link អញ្ចឹងនៅក្នុងនេះបងប្អូនមាន group Telegram ឬក៏ group Facebook ឬក៏ Facebook បងប្អូនអាច add បានហើយនេះកន្លែង add អញ្ចឹងបងប្អូនអាច add បានណាចុច add មកទៅសេប៉ុន្តែខ្ញុំអត់បាច់បង្កើតអីទៀតទេខ្ញុំបង្កើតខាងលើនេះហើយអញ្ចឹងណាបងប្អូនទៅសេអ្វីដែលបងប្អូនចង់បានមកហើយទៅ copy link Telegram ឬក៏ link group ដែលបងប្អូនចង់ដាក់ហ្នឹងដាក់ឡើងនេះមកអញ្ចឹងណាអូខេខ្ញុំអត់បង្ហាញទេព្រោះខ្ញុំ add ហើយកន្លែងនេះបងប្អូនអាចចង់ដាក់រូបភាពឬក៏ profile របស់យើងក៏បានដែរអត់ដាក់ក៏បានដែរឥឡូវខ្ញុំបង្ហាញខ្ញុំ save រូបរបស់ខ្ញុំមួយសិនអូខេ save ហើយអញ្ចឹងបងប្អូន upload មកអូខេបន្ទាប់ពីយើង upload ហើយវាមាន3ចំណុចនេះទី1 end of video មានន័យថា profile របស់យើងដែលយើង add នេះវានឹង load លើវីដេអូរបស់យើងដែលយើងធ្វើឬក៏បង្ហោះនៅក្នុង YouTube នឹងប៉ុន្តែវា load តទៅចប់វីដេអូរបស់យើងចិត្តចប់សល់5 second វានឹង load ដែរតែបើយើងរើសcustomize នេះបន្ទាប់ពីយើងគេមើលវីដេអូរបស់យើងបាន5 second វានឹង load profile របស់យើងនៅខាងស្ដាំនៃវីដេអូរបស់យើងទូចមួយហើយអញ្ចឹងគេអ្នកមើលគេចុចលើ profile របស់យើងគេអាចចូលមើល profile ឬក៏មើល channel YouTube របស់យើងគេអាច subscribe ទៅតាមហ្នឹងអញ្ចឹងអូខេបន្ទាប់មកបងប្អូន public មកបន្ទាប់ពី public ហើយបងប្អូននេះចូលកន្លែង home tag ធម្មតា channel របស់យើងទៅបង្កើតដំបូងវាចេញបែបនេះណាហើយបងប្អូនចុចបើកមកអូខេ
ហើយបងប្អូនចង់ add អីបន្ថែមណាមាន channel thriller មាន popular video អញ្ចឹងទៅហើយបងប្អូនដៃថ្មីប្រកាសជាអត់ទាន់យល់ទេចំណុចនេះអញ្ចឹងខ្ញុំបង្ហាញលើ channel គេមួយដើម្បីបងប្អូនងាយយល់ណានេះមាន for you video short អីចឹងទៅណាអញ្ចឹងអូខេរក channel ណាមួយងាយយល់អូខេឥឡូវចូល channel Rick KH នេះមួយអូខេបងប្អូនចូលមកឃើញអានេះវីដេអូ thriller របស់គេឬក៏គេ add វីដេអូក្បាលដំបូងនៃ home នេះចឹងនេះកន្លែងនេះនេះនេះfeature channel thriller នេះអញ្ចឹងបើសិនដោយសារតែ channel នេះអត់ទាន់បាន upload វីដេអូអញ្ចឹងអត់ទាន់មានទេធម្មតាយើងបាន upload វីដេអូវានឹង load កន្លែងអស់នេះហើយអញ្ចឹងយើងអាច add វីដេអូណាមួយដាក់ក្បាលដំបូងឲ្យគេចូល channel យើងមកវាឃើញវីដេអូហ្នឹងនៅលើគេមកហើយអាហ្នឹងគេហៅថានេះហៅថា channel thriller មានវីដេអូ thriller ដំបូងគេអូខេទី2 for you នេះ for you គេចូលមកឃើញ for you កន្លែង home ហ្នឹងអញ្ចឹងណានេះវីដេអូអូខេវីដេអូ popular មានច្រើនទៀតណាបងប្អូនចង់ add បងប្អូនចូល add បន្ថែមអញ្ចឹងទៅទីហោបងប្អូនចង់កន្លែងនេះអត់មាន popular video ទេ popular video មានន័យថាវីដេអូដែលមានអ្នកមើលច្រើនជាងគេអញ្ចឹងវា load មកមុខគេអញ្ចឹងបងប្អូន add មកហើយបងប្អូនអាចសេរីចង់ដាក់ណាមុនក៏បានណាក្រោយក៏បានឬក៏ for you នេះលោកមកក្រោមក៏បានដែរអាហ្នឹងស្រេចបងប្អូននេះបន្ទាប់មកបងប្អូនចុច public អញ្ចឹងវានឹង save ហើយនៅពេលដែលបងប្អូនផុសវីដេអូវានឹង load ទៅតាម step នីមួយៗដែលបងប្អូនបានរៀបចំអញ្ចឹងណាអញ្ចឹងយើងបញ្ចប់នៅ customization នេះបន្ទាប់មកយើងចូលកន្លែង setting មានច្រើនអញ្ចឹងកន្លែងនេះបើយើងអត់ទាន់បានជ្រើសរើសទេបងប្អូនជ្រើសរើសដុល្លារមកព្រោះយើងរកលុយពី YouTube រកលុយតាមជាដុល្លារយើងចាយលុយដុល្លារអញ្ចឹងណាហើយបន្ទាប់មកចុច channel អញ្ចឹងកន្លែងនេះបងប្អូនចង់ដាក់ Cambodia ក៏បានដាក់អីក៏បានដែរអត់ជាបញ្ហាទេហើយកន្លែងនេះkeyword ហ្នឹងមានន័យថាជាពាក្យកន្លឹះដែលអ្នកតាមដានឬក៏អ្នកមើល YouTube ហ្នឹងគេ search ទៅគេឃើញវីដេអូរបស់យើងឬឃើញ channel របស់យើងអញ្ចឹងឧទាហរណ៍ថា channel ខ្ញុំធ្វើអំពីវីដេអូបង្រៀនបងប្អូនដៃថ្មីអញ្ចឹងពី YouTube អញ្ចឹងខ្ញុំសរសេរឬក៏ដាក់ MMO ដៃថ្មីអញ្ចឹងទៅអូខេបានមួយឬក៏ YouTuber អញ្ចឹងទៅ YouTube ដៃថ្មីអញ្ចឹងទៅអូខេយើងអាចដាក់បាន500ពាក្យណា500អក្សរតែខ្ញុំដាក់តែ2សិនទេគ្រាន់តែបង្ហាញបងប្អូនឲ្យងាយយល់ហើយខ្ញុំនឹងដាក់បន្ថែមណាហើយបន្ទាប់មកនេះចូល advanced setting មកអូខេកន្លែងនេះមានន័យថាយើង reset វីដេអូហ្នឹងសម្រាប់តែកូនក្មេងទេហើយបងប្អូនបែរគិតច្រើនឡើយនេះដាក់កណ្ដាលទៅព្រោះវីដេអូដែលបង្ហាញសម្រាប់កូនក្មេងរលត់បានទេអញ្ចឹងណាហើយកន្លែងនេះមាន3 step ធម្មតាយើងបង្កើត channel ដំបូងកន្លែងនេះវា enable ហើយចាកន្លែងនេះយើងត្រូវការ verify លេខទូរស័ព្ទអញ្ចឹងណាហើយកន្លែងនេះយើងមាន3ជំរើសទី1យើង verify តាមយ៉ាងមុខដើម្បី complete ទី2ប្រើតាញៀនបានរបស់យើងទី3 history មានន័យថាយើងផុសវីដេអូនៅលើ channel របស់យើងទៅ YouTube វានឹងត្រួតពិនិត្យថាវីដេអូរបស់យើងពិតប្រាកដអត់ហើយត្រឹមត្រូវអត់អញ្ចឹងវានឹង complete ហើយអញ្ចឹងណាតែគ្រាន់តែវាអាចនឹងចាយពេលយូរជាងការដែលយើង verify វីដេអូឬក៏បន្ទាប់ពីយើងរៀបចំកន្លែង channel នេះរួចមាន basic info មាន advanced setting មាន feature បន្ទាប់មកយើងចូលកន្លែង upload បងប្អូនបើកន្លែងនេះមានន័យថាកន្លែង title កន្លែង description ហ្នឹងមានន័យថាបើយើងទៅសេហើយ
យើង upload វីដេអូក្រោយៗយើងអត់ចាំបាច់ទៅសេចំណងជើងទេវាឲ្យមកអូតូហើយជាប់ចំណងជើងដែលយើងទៅសេប៉ុន្តែខ្ញុំ recommend ឲ្យបងប្អូនមិនបាច់សរសេរទេព្រោះវីដេអូយើងមួយមានចំណងជើងឬក៏ description ផ្សេងគ្នាអញ្ចឹងមិនបាច់សរសេរទេហើយកន្លែងនេះបងប្អូនរើសunlist មកបាច់តន់ public ទេព្រោះវីដេអូរបស់យើងនៅពេលដែលយើង upload ដំបូងវាអត់តន់ full អត់តន់ពេញលេញទេឲ្យ YouTube វាត្រួតពិនិត្យសិនណាចឹងយើងដាក់ unlist ទៅចាំវាដើរពេញលេញហើយយើងរៀបចំចំណងជើងហើយពេញលេញហើយអស់ចាំយើង public ចំណុចហ្នឹងវីដេអូបន្ទាប់ខ្ញុំនឹងធ្វើការបង្ហាញឲ្យបងប្អូនងាយយល់តែវីដេអូនេះខ្ញុំបង្ហាញតែពីការរៀបចំ channel standard ទេបន្តមកទៀតកន្លែង tag នេះគឺដូចកន្លែង keyword នេះចឹងប៉ុន្តែ tag នេះវាខុសពី keyword មានន័យថានៅពេលដែលគេ search ពាក្យទាំងអស់ហ្នឹងទៅគេនឹងឃើញ channel របស់យើងប៉ុន្តែ tag នេះវានៅលើវីដេអូមួយទេនៅពេលដែលយើងទៅសេពាក្យកលឹះណាមួយទៅគេ search ពាក្យដែលយើងដាក់ tag ហ្នឹងទៅគេឃើញវីដេអូដែលយើងផុសហ្នឹងហើយឧទាហរណ៍យើងទៅសេថាវីដេអូបង្រៀនចឹងតាឬក៏បង្រៀនពី YouTube ចឹងទៅជាសេសិនតាអូខេអញ្ចឹងមកហើយមានគាត់ថាយើងដាក់បានតា500ពាក្យទេ500អក្សរទេអញ្ចឹងបងប្អូនទៅសេតទៅនេះខ្ញុំបង្ហាញឲ្យបងប្អូនងាយយល់ឲ្យខ្លីៗណាខ្ញុំសង្ខេបបន្តមកទៀតយើងទៅសេប៉ុណ្ណឹងហើយអស់ហើយអញ្ចឹងជិះបន្តមកទៀតគឺ advanced setting ចូល advanced setting មកកន្លែងនេះបងប្អូនបាច់ខ្វល់ទេកំណត់តែ category ទៅបានហើយអូខេ category យើងរើសPayPal and block ទៅប៉ុណ្ណឹងហើយបន្តមកទៀត permission នេះគឺបងប្អូនអាច invite Gmail អីផ្សេងដាក់ជ្រើសរើសមាន manager មាន editor មានអីចឹងទៅណាអូខេកន្លែងនេះមិនបាច់ទេប៉ុណ្ណឹងទៅអស់ហើយចុច save ទៅអូខេប៉ុណ្ណឹងទៅយើងបាន YouTube standard មួយហើយអញ្ចឹងនៅពេលដែលបងប្អូនផុសវីដេអូក្រោយបងប្អូនអត់ចាំបាច់ភ័យថា YouTube យើងអត់ពេញលក្ខណៈប៉ុណ្ណឹងគឺពេញលក្ខណៈអញ្ចឹងណាអញ្ចឹងអំពីរបៀបនៃការ upload វីដេអូឲ្យបានត្រឹមត្រូវទៀតខ្ញុំនឹងធ្វើវីដេអូបន្តទៀតអរគុណហើយសម្រាប់បងប្អូនដែលដៃថ្មីបងប្អូនអាចចុច subscribe channel របស់ខ្ញុំម្នាក់មួយទៅដើម្បីតាមដានវីដេអូបន្តទៀតពីរបៀបbuild channel របៀបរៀបចំ channel បានត្រឹមត្រូវឬក៏កលឹះផ្សេងទៀតដែលខ្ញុំនឹងបង្ហាញនៅលើ channel YouTube មួយនេះបាទអរគុណច្រើន